ខ្ញុំបានចូលរួមកម្មវិធី Hackathon មួយនៅប្រទេសសិង្ហបុរីរយៈពេល1អាទិត្យពេញគឺហ្វ្រីទាំងអស់តែម្ដងគឺជា fully funded program ថាតែកន្លែងស្នាក់នៅម្ហូបអាហារអីទេហើយបើតែកាន់តែពិសេសគឺគេឲ្យលុយខ្ញុំមកទៀតគឺខ្ញុំទទួលបានលុយរហូតដល់$1000សិង្ហបុរីអ្វីដែលធ្វើឲ្យខ្ញុំកាន់តែមានមោទនភាពទៀតហ្នឹងគឺគេបានស្លេចយកខ្មែរយើង3នាក់នោះ3នាក់ហ្នឹងគឺមានខ្ញុំម្នាក់នៅក្នុងហ្នឹងដែរដែលតំណាងឲ្យប្រទេសកម្ពុជាយើងនៅលើឆាកអន្តរជាតិនិងឯប្រទេសសិង្ហបុរីនឹងឯងសម្រាប់កម្មវិធីនេះដែរគឺមានឈ្មោះថា IC Fellowship Program 2025នេះគឺជា first batch របស់គេអ្នកនរគ្នាគឺជាចំនួនទី1ណាសម្រាប់កម្មវិធីនេះវិញគឺធំខ្លាំងមែនតើអ្នកនរគ្នាគឺមានប្រទេសចូលរួមច្រើនខ្លាំងមែនតើគឺនៅបណ្ដាអាស៊ីគ្នាយើងទាំងអស់ហ្នឹងមានដូចជាប្រទេសលេខ2មានប្រទេសហ្វីលីពីនឥណ្ឌូនេស៊ីឡាវមីយ៉ាន់ម៉ាអីជាដើមចឹងទៅហើយអ្នកគ្នាដឹងខ្មែរយើងគឺបានដាក់ពាក្យច្រើនខ្លាំងជាងគេហ្មងគឺរហូតដល់60នាក់អស់នៅច្រឡំអាស៊ីអាគ្នេយ៍យើងហ្នឹងគឺខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាព្យាយាមក្នុងការដាក់ពាក្យនៅក្នុងកម្មវិធី program មិនថាទាំង IC Fellowship Program និងកម្មវិធី program apply ទៅកន្លែងណាផ្សេងគឺព្យាយាមនៅក្នុងការ apply ទៅអ្នកនរគ្នាគឺវាជួយយើងបានច្រើនខ្លាំងមែនតើហ្មងអភិវឌ្ឍទាំងការដែលយើងមានចំណេះដឹងថ្មី network build network ជាមួយនឹងមនុស្សជុំវិញខ្លួនយើងហើយតែកាន់តែពិសេសគឺទទួលបានបទពិសោធន៍ថ្មីដើម្បីមកចែករំលែកទៅដល់អូនជំនាន់ក្រោយយើងទៀតសម្រាប់ខ្ញុំការហោះទៅសង្ហបុរីជើងនេះគឺខ្ញុំទៅតែម្នាក់ឯងទេដល់គ្នាហើយខ្ញុំហោះពេលយប់ទៀតដោយសារតែខ្ញុំមានបញ្ហាតិចតួចហើយហោះទៅពេលយប់ហ្នឹងគឺស៊ីថ្លៃខ្លាំងមែនតើដល់គ្នាមិនថាទាំងតាក់ស៊ីទាំងអីទេគឺខ្ញុំមកទៅអូតែហ្នឹងអស់ឡើងប្រហែល43រៀលសិង្ហបុរីខ្ញុំចាំអត់មានភ្លេចទេដល់គ្នាហើយសូម្បីតែ SIM card នៅហ្នឹងថ្លៃដែរមួយអាទិត្យដែលខ្ញុំទៅហ្នឹងខ្ញុំទិញមួយអាទិត្យហ្នឹងលេខអ៊ីនធឺណិតបានអស់ឡើង35រៀលជាងនិយាយទៅគឺសុទ្ធតែលុយមកបើសិនជាខ្ញុំអត់ដូរលុយទៅទេគឺខ្ញុំស្មានអត់ចេញថាខ្ញុំត្រូវធ្វើអីនៅពលានយន្តហោះហ្នឹងឯងអ្នកនរគ្នានេះគឺជាលើកទី1បទពិសោធន៍ទី1អ្នកនរគ្នាជើងហ្នឹងគឺខ្ញុំទៅតែឯងហើយសម្រាប់កម្មវិធីនេះវិញគឺគេចាប់តាមពីពេលព្រឹកទៅតែម្ដងអ្នកនរគ្នាខ្ទង់ម៉ោង8:15បន្តលេតបើគេចេញចោលខ្ញុំពីបើចេញចោលម្ដងអត់តែរត់ឡើងក្លេកហ្នឹងហើយពេលវេលាគឺជាមាសប្រាក់មកពេលវេលាហ្នឹងគឺមានអារម្មណ៍ថាលួនសម្រាប់ខ្ញុំខ្លាំងមែនតើដើមមុនខ្មែរតែ1ម៉ោងប៉ុន្តែអ្វីគ្រប់យ៉ាងគឺលួនសូម្បីតែខ្ញុំសួរអ្នកនៅសិង្ហបុរីគេជនជាតិសិង្ហបុរីផ្ទាល់នៅនឹងមកគេថានៅនឹងធ្វើស្អីក៏លួនដូចគ្នាដែរសម្រាប់កម្មវិធីថ្ងៃទី1នេះវិញគឺមានអីច្រើនទេអ្នកគ្នាប៉ុន្តែស្គិតយូរពូលពេញដែរហ្នឹងតម្រាំចាប់ដល់ល្ងាចដែរហ្នឹងហើយតម្រាំដើរលេងអីទៀតខ្ញុំទៅដល់ហ្នឹងអ្នកគ្នាគេងយប់ជ្រៅខ្លាំងមែនតើមកកសាំងគឺដើរលេងដាក់យប់សម្រាប់ថ្ងៃទី1នេះវិញដែរគឺគេបានជួយ guest speaker ល្បីច្រើនខ្លាំងមែនតើមកអ្នកគ្នាដើម្បីមកផ្ដល់ជា advice ក៏ដូចជាប្រាប់ពីបទពិសោធន៍របស់ពួកគាត់នៅពេលដែលគាត់ធ្វើ content ហ្នឹងមិនអីចឹងទៅនិយាយទៅកម្មវិធីរបស់ពួកខ្ញុំហ្នឹងគឺទៅតជាមួយនឹងការធ្វើ content creator ដើម្បី impact ទៅកាន់ Southeast Asia អីចឹងទៅអ្នកគ្នានេះគឺជាកម្មវិធីរបស់គេចឹងហើយសម្រាប់កម្មវិធីនេះដែរគឺគេធ្វើឡើងនៅ Nanyang Technological University ដែលជា University top 5 ដែលល្បីនៅសិង្ហបុរីដូចគ្នាដែរហើយនៅក្នុងឱកាសនេះដែរខ្ញុំសូមអរគុណទៅដល់ like thank you Wikim V School of Communication and Information Incube and Temasek Foundation for making this possible for us as an international student to join and gain more knowledge and also good experience and build network with everyone. Xin chào. Bye bye. អ្នកនរគ្នាទៅច្រឡំភាសាផ្ទះលេខ2មែនណាភាសាឡាគេពួកខ្ញុំចង់និយាយចុងគ្នាចឹងណាដោយសារតែយើងទៅជួបគ្នាលើកទី1ហើយពួកគាត់គឺរឿយៗខ្លាំងមែនតើអ្នកនរគ្នាអ្នកខ្លះគឺល្បីណានិយាយទៅគឺគាត់ជា content creator នៅប្រទេសពួកគាត់ហ្នឹងគឺល្បីខ្លាំងមែនតើ follower គឺគាត់ច្រើនតែឧទាហរណ៍ម្ដងហ្នឹងគឺគេរកគេអីគឺអត់ទេអ្នកនរគ្នាគឺពួកគាត់ទាំងអស់គ្នាហ្នឹងគឺរឿយៗខ្លាំងមែនតើហ្មងហើយអ្នកនរគ្នាមានឆ្កល់អត់ថៃបានម្នាក់មុខរីកដូចក្របជីអត់ខ្ញុំលើកกระดาษហ្នឹងអ្នកនរគ្នាกระดาษហ្នឹងគឺយើងត្រូវទៅយកដើម្បីបើកលុយនៅ bank នៅសិង្ហបុរីរបស់គេហ្នឹងហ្នឹងហើយអញ្ចឹងបានសប្បាយចិត្តហ្នឹងបានលុយច្រើនដែរឡើងប៉ោងកាបូសម្រាប់ខ្ញុំពេលនេះគឺខ្ញុំសប្បាយចិត្តដែរអ្នកនរគ្នាគឺខ្ញុំបានទិញ e-cert link card ជិះ bus ដើម្បីទៅខាងសាលាវិញចឹងទៅដោយសារគេមាន event ពេលល្ងាចឡើងជាងលេងកំសាន្តអីចឹងណាមុននឹងយើងបញ្ចប់កម្មវិធីថ្ងៃហ្នឹងដូចគ្នាដែរហើយសម្រាប់ vlog ខ្ញុំថ្ងៃនេះដែរគឺមានតែប៉ុណ្្នឹងទេនេះគឺជា vlog ទី1ខ្ញុំទៅនឹង7ថ្ងៃអញ្ចឹងគឺមាន7វីដេអូចឹងអ្នកនរគ្នាកុំភ្លេច comment នៅខាងក្រោមហ្នឹងផងបើសិនជាចង់ឃើញ vlog ជាច្រើនទៀតដែលខ្ញុំបានធ្វើការងាររួមក្រុមជាមួយនឹងមិត្តភក្តិខ្ញុំជាមួយនឹង hackathon នេះនឹងដូចគ្នាដែរហើយចង់ដឹងថាពួកខ្ញុំឈ្នះរហូតតាណាខ្មែរហ្នឹងចឹងអ្នកនរគ្នាអាច comment នៅខាងក្រោមហ្នឹងបានអញ្ចឹងអរគុណអ្នកគ្នាច្រើនខ្លាំងមែនតើដែលតែជួយមើលវីដេអូរបស់ខ្ញុំកន្លងមកអរគុណច្រើនបាយបាយ